អមានមាសន្តានគ្រប់គ្នាពេលនេះឃ្លាតឃ្លារសាន់មកស្រុកឆ្ងាយរងាចិត្តកាយរលឹកនាងម្ដាយមិនណាយពីលោកពុកចូលឆ្នាំចូលខែកំសត់ណាក៏ឆ្ងាយពីផ្ទះទៅចង់មកលេងស្រុកកូននឹកម៉ែពុកមិនបានមកស្រុកមកត្រឹមផ្ទះប្រាំងខែនឹកខ្យល់ស្រុកស្រែនឹកដេកមើលខែនឹកក្បែរចន្លោផ្ទះឈូចលអង្គុញចង់លេងស្ដាច់ចង់លេងលាក់កូនសែងនឹកកាលក្មេងចូលឆ្នាំរំលេងជប់ជុំសប្បាយណាស់សង្សារសំណប់ធ្លាប់តែយល់ចិត្តសុខទុក្ខមិនដេញខ្លាំងរត់ទេក្របីជីទៅស្រែបីបាយឲ្យម៉ែដំតាយកឲ្យពុកអីលើឆ្ងាយស្រុកចិត្តកូនមិនសុខរំអងចង់វិលវិញចិត្តកូនតន់តែងថ្ងៃមួយវិលវិញលេងឲ្យពុកម៉ែចាំស្រុកគេបត់ហើយថាល្អប្លែកប៉ុន្តែបើភ្នែកធ្វើការមិនហ៊ានឈប់ព្រឹកចេញមកយប់ឈឺមកមិនឈប់ប្រឹងប្រែងជាប្រចាំតស៊ូម៉ែផ្ដាំកូនកត់ចំណាំកូនចាំមិនដែលភ្លេចលោកពុកគឺជាពន្លឺខែរីឯអ្នកម៉ែគឺជាព្រះអាទិត្យមេឃលឺងងឹតមានកម្លាំងចិត្តលោកប៉ិននៅក្បែរកូនថែចិត្តបេះដូងកូនវិលវិញផងរក្សាទាំងម៉ែពុកសៀងសំនៀងទៅភូមិស្រុកដែលខានជួបមុខម៉ែពុកអមានមាសន្តានគ្រប់គ្នាពេលនេះឃ្លាតឃ្លារសាន់មកស្រុកឆ្ងាយរងាចិត្តកាយរលឹកនាងម្ដាយមិនណាយពីលោកពុកចូលឆ្នាំចូលខែកំសត់ណាក៏ឆ្ងាយពីផ្ទះទៅចង់មកលេងស្រុកកូននឹកម៉ែពុកមិនបានមកស្រុកមកត្រឹមផ្ទះប្រាំងខែនឹកខ្យល់ស្រុកស្រែនឹកដេកមើលខែនឹកក្បែរចន្លោផ្ទះចង់លេងបោះឈូចលអង្គុញចង់លេងស្ដាច់ចង់លេងលាក់កូនសែងនឹកកាលក្មេងចូលឆ្នាំរំលេងជប់ជុំសប្បាយណាស់សង្សារសំណប់ធ្លាប់តែយល់ចិត្តសុខទុក្ខមិនដេញខ្លាំងរត់ទេក្របីជីទៅស្រែបីបាយឲ្យម៉ែដំតាយកឲ្យពុកអីលើឆ្ងាយស្រុកចិត្តកូនមិនសុខរំអងចង់វិលវិញចិត្តកូនតន់តែងថ្ងៃមួយវិលវិញលេងឲ្យពុកម៉ែចាំគេបត់ហើយថាល្អប្លែកប៉ុន្តែបើភ្នែកធ្វើការមិនហ៊ានឈប់ព្រឹកចេញមកយប់ឈឺមកមិនឈប់ប្រឹងប្រែងជាប្រចាំតស៊ូម៉ែផ្ដាំកូនកត់ចំណាំកូនចាំមិនដែលភ្លេចលោកពុកគឺជាពន្លឺខែរីឯអ្នកម៉ែគឺជាព្រះអាទិត្យមេឃលឺងងឹតមានកម្លាំងចិត្តលោកប៉ិននៅក្បែរកូនថែចិត្ត